ប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជូនអំពីស្ថានភាពធាតុអាកាសនៅប្រទេសជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី13ខែមីនាឆ្នាំ2025ក្រសួងធនធានទឹកនិងឧតុនិយមបានដឹងថារបបខ្យល់មូសុងអេសានជាមួយសម្ពាធទាបដែលគ្រោះរដាប់លើសមុទ្រជើងខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើប្រទេសជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15ខែមីនាឆ្នាំ2025មួយតំបន់វាលទំនាបស្ថានភាពមធ្យមអបបរាបា24អង្សាសេនិងស្ថានភាពមធ្យមអតិបរាបា35អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុងវិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំសៀមរាបកំពង់ចាមត្បូងឃ្មុំស្វាយរៀងនិងកណ្ដាលអាចមានភ្លៀងធ្លាក់គ្រោះរដាប់លើផ្ទៃដី 10% ពីតំបន់កំពង់រាបស្ថានភាពមធ្យមអបបរាបា24អង្សាសេនិងស្ថានភាពមធ្យមអតិបរាបា36អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុងវិនាទីខេត្តកំពង់ស្ពឺប៉ៃលិនព្រះវិហារស្ទឹងត្រែងក្រចេះរតនគិរីនិងខេត្តមណ្ឌលគិរីអាចមានភ្លៀងធ្លាក់គ្រោះរដាប់លើផ្ទៃដី 15% 3តំបន់មាត់សមុទ្រស្ថានភាពមធ្យមអបបរាបា23អង្សាសេនិងស្ថានភាពមធ្យមអតិបរាបា35អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុងវិនាទីខេត្តកោះកុងប្រទេសហនុកំពតនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់គ្រោះរដាប់លើផ្ទៃដី 20% រីឯរលកសមុទ្រមានកម្ពស់មធ្យមអបបរាបា0.25ម៉ែត្រនិងកម្ពស់មធ្យមអតិបរាបា0.75ម៉ែត្រអត្ថន័យបានជំរាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន